บวิดีโอนี้คือធ្វើឡើងសម្រាប់អ្នកដែលចូលចិត្តញ៉ាំកាហ្វេជារៀងរាល់ថ្ងៃឡើងคล้ายទៅជាទម្លាប់ជាទូទៅតែងតែមានគេសួរថាអ្នកញ៉ាំកាហ្វេមែនចម្លើយគឺអត់ទេឬមួយក៏បង្ហាញអាការៈមិនពេញចិត្តនៅសំណួរហ្នឹងឬមួយក៏អាចឆ្លើយចាក់បដោយថាខ្ញុំញ៉ាំកាហ្វេរាល់ថ្ងៃមានញៀនមកពីណាឬមួយក៏ខ្ញុំញ៉ាំកាហ្វេរាល់ថ្ងៃមិនឃើញញៀនផងបាទនេះគឺជាសំណួរមួយដែលបង្ហាញពីការបដិសេធថាខ្លួនឯងអ្នកដែលញ៉ាំកាហ្វេហ្នឹងគឺមិនបានញៀនកាហ្វេនោះទេជាការពិតកាហ្វេគឺពិតជាញៀនដោយសារតែសារធាតុកាហ្វេអ៊ីននៅក្នុងកាហ្វេធ្វើឲ្យយើងកាន់តែញ៉ាំកាន់តែចូលចិត្តផឹកយូរកាន់តែឆ្ងាញ់កាន់តែត្រូវការខ្វះអត់បានអានេះគឺជាអាការៈញៀនកាហ្វេតើអ្នកទាំងអស់គ្នាដឹងទេថានៅពេលដែលយើងបញ្ឈប់ការញ៉ាំកាហ្វេឬមួយក៏កាត់បន្ថយការញ៉ាំកាហ្វេហ្នឹងវាធ្វើឲ្យមានអីប្រសើរឡើងខ្លះនៅក្នុងខ្លួនឬមួយក៏សម្រាប់រាងកាយរបស់យើងបាទអញ្ចឹងខ្ញុំមាន8ចំណុចដែលនិយាយពីភាពប្រសើរឡើងប្រសិនបើយើងកាត់បន្ថយការញ៉ាំកាហ្វេឬមួយក៏បញ្ឈប់ការញ៉ាំកាហ្វេទាំងស្រុងជាពិសេសគឺចំណុចទី8គឺសំខាន់មែនទែនទី1គឺដំណេករបស់យើងប្រសើរជាងមុនព្រោះអ្នកដែលញ៉ាំកាហ្វេគឺសារធាតុកាហ្វេអ៊ីននៅក្នុងកាហ្វេនឹងទៅបញ្ឈប់សារពាង្គកាយរបស់យើងក្នុងការផលិតនៅសារធាតុadenosineដែលជាសារធាតុមួយធ្វើឲ្យយើងងងុយគេងជាពិសេសនៅពេលដែលយើងក្រោយញ៉ាំអាហារអីហ្នឹងសារធាតុហ្នឹងគឺវាចាប់ផ្ដើមផលិតឡើងឬមួយក៏ជាទម្លាប់នៅពេលដែលដល់ពេលយប់នៅពេលយើងត្រូវគេងហ្នឹងគឺសារធាតុហ្នឹងវាផលិតដែរនៅពេលដែលយើងញ៉ាំកាហ្វេច្រើនទៅសារធាតុកាហ្វេអ៊ីនហ្នឹងវានឹងបញ្ឈប់រាងកាយយើងមិនឲ្យផលិតឬមួយក៏ផលិតadenosineហ្នឹងតិចអញ្ចឹងធ្វើឲ្យយើងអត់សូវងងុយគេងទេប៉ុន្តែនៅពេលដែលអស់សារធាតុកាហ្វេអ៊ីនគឺមនុស្សនៅតែងងុយគេងដូចគ្នាកាន់តែថាបើយើងញ៉ាំច្រើនគឺការផលិតadenosineហ្នឹងគឺវាតិចអញ្ចឹងធ្វើឲ្យយើងគេងមិនសូវបានគេងមិនសូវលក់ឬមួយក៏លក់ដែរតែមិនសូវស្ងប់អញ្ចឹងទៅបាទទី2គឺនៅពេលដែលយើងបញ្ឈប់ការញ៉ាំកាហ្វេឬមួយក៏បន្ថយការញ៉ាំកាហ្វេហ្នឹងសម្ពាធឈាមរបស់យើងគឺនឹងដំណើរការប្រក្រតីវិញអញ្ចឹងអ្នកដែលញ៉ាំកាហ្វេជាពិសេសអ្នកដែលទៅតែចាប់ផ្ដើមញ៉ាំថ្មីថ្មោងគឺសម្ពាធឈាមរបស់គាត់អាចថាវាអត់ទាន់ប្រក្រតីឬមួយក៏សមស្របទៅជាមួយនឹងសារធាតុកាហ្វេអ៊ីនហ្នឹងអញ្ចឹងអ្នកខ្លះទៅក៏មានអាការៈដូចជាញ័រទ្រូងញ័រដៃញ័រជើងដូចពុលឡានអីចឹងទៅអានេះគឺជាអាការៈមួយដែលកាហ្វេអ៊ីនគឺវាធ្វើឲ្យបេះដូងរបស់យើងធ្វើរុញសម្ពាធឈាមរបស់យើងឡើងខ្ពស់ហើយសារពាង្គកាយរបស់យើងសម្របវាអត់ទាន់បានទី3គឺតកតងនឹងសមាធិអ្នកដែលញ៉ាំកាហ្វេច្រើនគឺសមាធិមានសមាធិខ្លីគេហៅថា ADHD ហ្នឹង ADHD គឺសមាធិខ្លីឬមួយក៏មនុស្សដែលអត់មានសមាធិក្នុងខ្លួនណាមានន័យថាឆាប់ខឹងឆាប់ឆេវឆាវរៀងពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងអញ្ចឹងប្រសិនបើយើងបន្ថយការញ៉ាំកាហ្វេឬមួយក៏បញ្ឈប់ការញ៉ាំកាហ្វេទាំងស្រុងយើងអាចប្រមូលអារម្មណ៍ធ្វើឲ្យក្នុងខ្លួនរបស់យើងមានសមាធិឡើងវិញបាទចំណុចទី4ការកាត់បន្ថយការញ៉ាំកាហ្វេឬមួយក៏បញ្ឈប់ការញ៉ាំកាហ្វេហ្នឹងគឺវាជួយឲ្យរាងកាយរបស់យើងប្រើប្រាស់ថាមពលដោយមានគេថាមានសមតុល្យឧទាហរណ៍ថាថាមពលរបស់យើងក្នុងរាងកាយវាអាចទ្រទ្រង់បានមួយថ្ងៃពេញនៅពេលដែលយើងញ៉ាំកាហ្វេគឺពេលដែលសារធាតុកាហ្វេចូលទៅក្នុងខ្លួនមានសារធាតុកាហ្វេអ៊ីនទៅក្នុងខ្លួនវាប្រមូលថាមពលក្នុងរាងកាយរបស់យើងនឹងប្រើម្ដងអញ្ចឹងអាចថាបើសិនយើងអត់ញ៉ាំកាហ្វេទេអាចថាមពលនឹងដល់មួយថ្ងៃពេញតែបើយើងញ៉ាំកាហ្វេទៅវានឹងប្រមូលឲ្យអស់បានតាកន្លះថ្ងៃយើងធ្វើការដូចអត់មានហត់អត់មានកម្លាំងប៉ុន្តែនៅពេលដែលអស់សារធាតុកាហ្វេអ៊ីនគឺរាងកាយរបស់យើងធ្លាក់កម្លាំងចុះតែម្ដងព្រោះយើងលហិតលហើយខ្លាំងជាងធម្មតាអានេះគឺដោយសារតែកាហ្វេអញ្ចឹងបើយើងកាត់បន្ថយឬក៏បញ្ឈប់ការញ៉ាំកាហ្វេបានគឺល្អសម្រាប់រាងកាយរបស់យើងបាទទី5គឺតកតងនឹងសុខភាពមាត់ធ្មេញអ្នកដែលចូលចិត្តញ៉ាំកាហ្វេច្រើនកំណកជាតិកាហ្វេហ្នឹងនឹងទៅទុំជាប់នៅលើធ្មេញហើយវាធ្វើឲ្យធ្មេញក៏មានពណ៌លឿងធ្មេញមានអាចថាឆាប់ពុកហើយវាធ្វើឲ្យមាត់របស់យើងតែងតែមានក្លិនរហូតទោះបីជាយើងព្យាយាមដុសធ្មេញមួយថ្ងៃ2ដងទៅ3ដងក៏អាសារធាតុកាហ្វេហ្នឹងវាបំលែងធ្វើឲ្យមានក្លិនមាត់មានក្លិនមិនល្អចំណុចទី6ការបញ្ឈប់ការញ៉ាំកាហ្វេគឺវាធ្វើឲ្យរាងកាយរបស់យើងធ្វើការស្រូបយកនៅសារធាតុចិញ្ចឹមបានគ្រប់គ្រាន់នៅពេលដែលមានសារធាតុ
caffeine ចូលទៅក្នុងខ្លួនជាពិសេសគឺប្រព័ន្ធវាហារបស់យើងគឺធ្វើការអត់ប្រក្រតីទេអញ្ចឹងការបំបែកសារធាតុចិញ្ចឹមការបញ្ជូនសារធាតុចិញ្ចឹមទៅផ្នែកផ្សេងៗក៏អត់ប្រក្រតីដែរជាពិសេសអ្នកដែលចូលចិត្តញ៉ាំកាហ្វេទឹកកកឬក៏យើងថាជាប្រភេទ latte ហ្នឹងប្រសិនបើយើងញ៉ាំកាន់តែច្រើនកាពះរបស់យើងគឺកាន់តែមានបញ្ហាដោយសារតែកាពះគឺវាអត់ចូលចិត្តនៅសារធាតុណាត្រជាក់ទេអាហារណាដែលត្រជាក់ខ្លាំងទេអញ្ចឹងនៅពេលដែលយើងព្យាយាមញ៉ាំអាហ្នឹងកាន់តែច្រើនទៅធ្វើឲ្យយើងឈឺកាពះនៅពេលដែលឈឺកាពះប្រព័ន្ធវាហាផ្សេងៗទៀតក៏វាដំណើរការអត់ប្រក្រតីអញ្ចឹងវាធ្វើឲ្យទៅប៉ះពាល់ផ្នែកផ្សេងទៀតដូចជាឡើងខ្លាញ់ស្រោបបេះដូងខ្លាញ់ក្នុងសរសៃឈាមដោយសារវាបំបែកអាហាររបស់យើងនឹងអត់ល្អហើយមានបញ្ហាពោះវៀនរលាកពោះវៀនអីចឹងជាដើមទៅបាទទី7គឺតកតងនឹងបម្រែបម្រួលអរម៉ូនក្នុងរាងកាយឬក៏ប្រសិនបើអ្នកឈប់ញ៉ាំកាហ្វេទៅអាសមតុល្យអរម៉ូនក្នុងរាងកាយហ្នឹងវានឹងដំណើរការប្រក្រតីឡើងវិញហើយជាពិសេសសម្រាប់ស្ត្រីដែលគាត់មានរដូវអីហ្នឹងបើគាត់ញ៉ាំកាហ្វេច្រើនគឺរដូវមិនទៀងហើយអរម៉ូនក្នុងខ្លួនប្រែប្រួលជាខ្លាំងបាទចំណុចទី8ដែលអ្នកនរគ្នារងចាំហ្នឹងដែលខ្ញុំថាវាសំខាន់ជាងគេគឺប្រសិនបើយើងកាត់បន្ថយការញ៉ាំកាហ្វេឬមួយក៏បញ្ឈប់ទៅគឺយើងអាចសន្សំសំចៃថវិកាមានន័យថាឧទាហរណ៍ថាកាហ្វេមួយកែវយើងយកធូរថ្លៃតិចចុះថាមួយកែវ1រៀលអញ្ចឹងប្រសិនបើយើងខានអត់បានទេញៀនហើយមួយថ្ងៃ$1 30ថ្ងៃក៏វាអស់$30ដែរអញ្ចឹងប្រសិនបើយើងកាត់បន្ថយការញ៉ាំកាហ្វេយើងយ៉ាងហោចណាស់ក៏សល់$30នៅក្នុងកុងដែរកុំឲ្យដាច់ចាយខ្លាំងពេកបាទអរគុណវីដេអូគឺមានតែប៉ុណ្្នឹងទេ